នៃអ្នកលក់រៀបចំផែនការប្រចាំថ្ងៃចាប់ផ្ដើមថ្ងៃដោយសរសេរផែនការលក់តើទៅណាជួបនរណាលក់ផលិតផលអ្វីកំណត់គោលដៅថ្ងៃនីមួយៗមានការត្រៀមខ្លួនល្អមុនទៅជួបអតិថិជនរៀបចំឯកសារសៀវភៅបញ្ជីតម្លៃឬសម្ភារៈឲ្យរួចរាល់រៀនច្បាស់អំពីផលិតផលអត្ថប្រយោជន៍សមាសធាតុរបៀបប្រើមកទាន់ពេលនឹងគោរពអតិថិជនទៅដល់ទាន់ពេលឬមុនពេលជួបអតិថិជនសម្លៀកបំពាក់ស្អាតនិយាយសុភាពរាបសារស្ដាប់ច្រើនជានិយាយសួរអតិថិជនពីបញ្ហានិងតម្រូវការបង្ហាញដំណោះស្រាយដោយប្រើផលិតផលរបស់យើងកត់ត្រានិងតាមដានលទ្ធផលកត់ចំណាំអតិថិជនដែលបានជួបការឆ្លើយតបនិងលទ្ធផលតាមទំនាក់ទំនងបន្ត follow up ដើម្បីបិទការលក់សម្ដែងភាពស្មោះត្រង់និងទំនួលខុសត្រូវកុំផ្ដល់ព័ត៌មានមិនពិតអំពីផលិតផលប្រសិនបើមានបញ្ហាជួយដោះស្រាយឲ្យអតិថិជនឆាប់ៗរក្សាអារម្មណ៍វិជ្ជមាននិងមិនបោះបង់ការលក់មិនបានថ្ងៃមួយមិនមានបញ្ហាតែត្រូវតស៊ូជានិច្ចរៀនពីការបរាជ័យនិងកែលម្អឲ្យល្អជាងមុន